ជាកិច្ចបន្ទាប់នាងខ្ញុំសូមគោរពអញ្ជើញលោកស្រីនូចន្ទនីប្រធានបដិមង្គចិត្តគរុកោសល្យនិងសិក្សាអប់រំអញ្ជើញឡើងថ្លែងពីគោលបំណងរបស់កម្មវិធីនិងមតិស្វាគមន៍សូមគោរពអញ្ជើញគោលបំណងនៃកម្មវិធីរបស់យើងគឺដើម្បីជួយគ្រូយើងទាំងអស់គ្នានឹងជួយពង្រឹងនិងលើកកម្ពស់សមត្ថភាពសុខភាពផ្លូវចិត្តរបស់គ្រូនៅវិទ្យាស្ថានជាតិអប់រំក៏ដូចជាគ្រូនិស្សិតដែលនឹងក្លាយទៅជាគ្រូចាដើម្បីឲ្យអ្នកទាំងអស់គ្នាមានសញ្ញាហើយដឹងនៅចំណុចដែលអាចទំនាក់ទំនងនិងទៅរកវិធីដោះស្រាយនៅពេលដែលមានស្ថានភាពបញ្ហាមានក្រុមប្រឹក្សាវិន័យរបស់គណៈវិហារយកទៅផ្សព្វផ្សាយបន្តពីរឿងកម្មវិធីនេះចាចឹងគឺខ្ញុំនិយាយថាប៉ុណ្ណឹងទេហើយចុងចប់សូមជូនពរដល់យើងសុខភាពផ្លូវចិត្តដល់ក្រុមសហគមន៍ខាងពលរដ្ឋទាំងអស់ទីមួយគឺសូមមានសុខភាពល្អកាលមានសុខភាពល្អទៅមានចាប់ដើមបន្តទៅដល់សុខភាពផ្លូវចិត្តឲ្យមានភាពធន់វាមានថាសុខភាពល្អមានកម្លាំងក្នុងខ្លួនដើម្បីឲ្យយើងនិយាយថាភាពអត់ធន់នៅលើផ្លូវចិត្តរបស់យើងបាននោះហើយនឹងមានសុខតនៃសុខភាពផ្លូវចិត្តយើងហើយចាសូមអរគុណហើយសូមប្រកាសបាទអង្គសិក្ខាសាលាចាប់ពីពេលនេះតទៅចាបន្តនេះខ្ញុំសូមអនុញ្ញាតអញ្ជើញអ្នកជំនាញសមាគម EMBO ឡើងធ្វើបទបង្ហាញនិងកិច្ចពិភាក្សាស្ដីពីភាពធន់ផ្លូវចិត្តគ្រូបង្រៀនការលើកកម្ពស់តុល្យភាពនិងការអភិវឌ្ឍខ្លួនជួយអង្គវិធីសូមប្រសិទ្ធសមាគម EMBR បាននឹងកំពុងសហការជាមួយនឹងវិទ្យាសុខភាពផ្លូវចិត្តការពារគ្រូនេះក្នុងសួនការបាលហើយថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សនិងកិត្តិយសមែនទែនគោលបំណងសំខាន់ជុំវិញនឹងភាពធន់ក៏អារូបីផ្លូវចិត្តដោះដោយធម្មជាតិបើមិនក្នុងទេទោះបីជាអាយុទទួលលេខប៉ុន្តែរហូតដល់អាយុ80 90ក៏យើងនៅជីវិតដែរជាក់ស្ដែងនៅបាត់បត់សម័យក្រោយសង្គ្រាមជាពិសេសនៅកម្ពុជាយើងបានឆ្លងការសម័យខ្មែរក្រហមដើម្បីចង់ខ្ញុំឲ្យលោកយកទៅពិចារណាហើយមើលស្លាយអាចឆ្លើយដោយខ្លួនឯងបានចាថ្ងៃនេះយើងមានកម្មវិធីមួយជាមួយនឹងគរុនិស្សិតបញ្ញាបូក2របស់យើងតាក់ទងទៅនឹងសុខភាពផ្លូវចិត្តហើយខ្ញុំធ្វើបទបង្ហាញតាក់ទងទៅនឹងបច្ចេកទេសសម្រាប់ចិត្តកាយមួយដែលមានឈ្មោះថា body scanគោលបំណងនៃការរៀបចំកម្មវិធីនេះគឺដើម្បីជួយឲ្យគ្រូនិស្សិតយើងគាត់រៀនពីបច្ចេកទេសក្នុងការថែទាំសុខភាពផ្លូវចិត្តខ្លួនឯងហើយនឹងដើម្បីបង្កើនភាពធន់ក្នុងនាមជាអ្នកអប់រំដើម្បីពង្រឹងសុខភាពផ្លូវចិត្តហើយនឹងបង្កើននៅផលិតភាពការងាររបស់គាត់កម្មវិធីនេះគឺជាកម្មវិធីមួយដែលល្អហើយអាចបន្តទៅធ្វើលើកក្រោយទៀតឲ្យបានច្រើនដងព្រោះថាពេលបច្ចុប្បន្ននេះយើងឃើញថាមនុស្សយើងមានបញ្ហាផ្លូវចិត្តច្រើនដោយសារភាព stress កើនឡើងអីចឹង